សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយវីដេអូនេះគឺខ្ញុំធ្វើចែកចាយអំពីរបៀបនៅក្នុងការដកប្រាក់តាមទូ ATM ដោយការ scan តាមទូរស័ព្ទដៃហើយចំពោះការដកនេះគឺវាមិនមានអីខុសគ្នាទេគឺវាស្ទើរតែដូចគ្នាទាំងអស់គ្រប់កម្មវិធីទូរស័ព្ទដៃរបស់ធនាគារមួយៗតែចំពោះខ្ញុំដោយសារតែខ្ញុំប្រើធនាគារមួយនេះ DNEO Bank អញ្ចឹងខ្ញុំសូមប្រើវាដើម្បីបង្ហាញទាំងអស់គ្នាតោះអញ្ចឹងកុំឲ្យខាតពេលយើងទៅអនុវត្តទាំងអស់គ្នាជាដំបូងយើងបើកកម្មវិធីធនាគារនៅលើទូរស័ព្ទដៃយើងមកហើយចុចទៅលើពាក្យ Upgrade ATM ហើយបើយើងចង់ដកលុយយើងចុចអាឆ្វេង Ohiki Dashi បើយើងចង់ដាក់លុយចូលយើងចុចអាខាងស្ដាំនេះ O Atsukari Ire បន្ទាប់មកវានាំយើងទៅអេក្រង់បន្ទាប់ដើម្បីបញ្ចូលចំនួនទឹកប្រាក់ដែលយើងចង់ដកបន្ទាប់ពីបញ្ចូលចំនួនទឹកប្រាក់ហើយចុចទៅលើពាក្យ Kakunin ហើយវានឹងចេញ QR code ឲ្យយើង scan ដំណាក់កាលទី2យើងទៅចុចនៅលើទូ ATM ម្ដងអូខេនេះគឺវីដេអូនៅលើទូ ATM សូមចុចទៅតាមសញ្ញាឬក៏ដៃរបស់ខ្ញុំដែលបានចុចបន្ទាប់ពីឃើញ QR code នៅលើទូបង្ហាញមកហើយយើងយកទូរស័ព្ទយើងមកដាក់ scan លើវាមកហើយយើងនឹងឃើញលេខមួយនេះនៅលើទូរស័ព្ទយើងគេហៅថាលេខសហគ្រាសអញ្ចឹងវាយបញ្ចូលលេខហ្នឹងលើទូ ATM មកហើយចុចពាក្យ Kakunin ទៅតាមសញ្ញាដែលខ្ញុំបង្ហាញបន្ទាប់មកទៀតគេនឹងបញ្ជាក់យើងអំពីថ្លៃសេវានៅក្នុងការដកប្រាក់ប៉ុន្តែដោយសារកាតខ្ញុំនៅមានការ free ចំនួន2ដងខ្ញុំអាចដកដាក់ដោយអត់មានគិតថ្លៃសេវាទេចុច Kakunin ចុងក្រោយវាយលេខកូដកាត ATM របស់យើងទៅហើយចុច Kakunin មួយទៀតជាការស្រេចអូអត់ទាន់ចប់ទេនៅមួយទៀតចុងក្រោយគឺគេសួរយើងថាយកវិក័យប័ត្រអត់ទាំងអស់គ្នានៅពេលដែលយើងដកលុយច្រើនអីកុំភ្លេចចុចយកវិក័យប័ត្រមកណាក្រែងលោមានបញ្ហាអីកើតឡើងគឺយើងមានវិក័យប័ត្រហ្នឹងដើម្បីបង្ហាញគេប៉ុន្តែដោយសារតែខ្ញុំដកតែ1000ទេអញ្ចឹងខ្ញុំអត់ចាំបាច់យកវិក័យប័ត្រទេអូខេអញ្ចឹងអានេះលុយខ្ញុំគឺវាចេញមកហើយវីដេអូបញ្យល់ពីរបៀបនៅក្នុងការដកលុយតាមកម្មវិធីទូរស័ព្ទដៃគឺមានតែប៉ុណ្្នឹងអរគុណច្រើនជម្រាបលា